នេះគឺជាសាកសពប្តីប្រពន្ធពីរនាក់ដែលស្លាប់ដោយបន្ទុះភ្នំភ្លើងដ៏ល្បីបំផុតនៅទីក្រុងភូមិភ័យព្រោះដោយសារកាយវិការមុនពេលស្លាប់របស់ពួកគាត់តើបងប្អូនជឿទេថានៅទីក្រុងមួយដែលមានប្រជាជនរស់នៅធម្មតាញ៉ាំអាហារធម្មតាដើរផ្សារដើរលេងធម្មតាលេងជាមួយកូនធម្មតាប៉ុន្តែក្នុងរយៈពេលតែប្រហែលម៉ោងប៉ុណ្ណោះពួកគាត់ទាំងអស់បានបាត់ខ្លួនចេញពីពិភពលោកមិនមែនព្រោះដោយសារសង្គ្រាមមិនមែនព្រោះដោយសារជំងឺរាតត្បាតប៉ុន្តែដោយសារបន្ទុះភ្នំភ្លើងដ៏សាហាវបំផុតថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដើរលេងនៅទីក្រុងភូមិភ័យដែលត្រូវបានគេហៅថាទីក្រុងដែលមានពេលវេលាឈប់ដំណើរការអស់រយៈពេលជិត2000ឆ្នាំតោះទៅទស្សនាទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែឈរនៅទីក្រុងភូមិភ័យនៅប្រទេសអ៊ីតាលីបើមើលជុំវិញអ្នកទាំងអស់គ្នាអាចឃើញថាយើងមានផ្លូវថ្មអគារផ្ទះវីឡារោងល្ខោនហាងលក់ទំនិញប្រាសាទជាដើមដែលអាចសល់រហូតមកដល់សប្តាហ៍ថ្ងៃបានវាគួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលយើងកំពុងតែឃើញរបស់ដែលកប់ក្រោមកំអែលភ្នំភ្លើងជាង2000ឆ្នាំមកហើយកាលពីសម័យចក្រភពរ៉ូម៉ាំងភូមិភ័យគឺជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមានប្រជាជនប្រហែលចាប់ពី10000ទៅ20000នាក់នៅទីនេះមានទីផ្សារសន្តាគារហាងនំប៉័ងបន្ទប់ងូតទឹកសាធារណៈនិងកន្លែងបម្រើសេវាកម្មផ្លូវភេទជាដើមបើប្រៀបធៀបនឹងសម័យបច្ចុប្បន្នវាស្ទើរតែដូចនឹង Smart City មួយរបស់សម័យរ៉ូម៉ាំងអញ្ចឹងដែរប៉ុន្តែនៅថ្ងៃទី24ខែសីហាឆ្នាំ79នៃគ្រិស្តសករាជភ្នំភ្លើងមួយមានឈ្មោះថាវេសវៀសដែលស្ថិតនៅចម្ងាយប្រហែល9គីឡូម៉ែត្រពីទីក្រុងនេះបានផ្ទុះយ៉ាងខ្លាំងដំបូងមនុស្សភាគច្រើនគិតថាវាគ្រាន់តែជាផ្សែងឬផេះធម្មតាតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីនោះមកកំអែលភ្នំភ្លើងរាប់លានតោនបានធ្លាក់មកគ្របដណ្ដប់លើទីក្រុងទាំងមូលហើយអ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតគឺរលកឧស្ម័នក្តៅនិងផេះដែលហៅថា Pyroclastic Flow ដែលរលកឧស្ម័នក្តៅនិងផេះទាំងនេះវាអាចធ្វើដំណើរលឿនជាង100គីឡូម៉ែត្រក្នុង1ម៉ោងហើយមានកម្ដៅចាប់ពី300ទៅ700អង្សាសេដូច្នេះមនុស្សភាគច្រើនមិនបានស្លាប់ដោយកំអែលភ្នំភ្លើងនោះទេប៉ុន្តែបានស្លាប់ដោយសារកម្ដៅនិងឧស្ម័នដ៏កាចសាហាវនេះក្នុងរយៈពេលមិនប៉ុន្មានម៉ោងផងទីក្រុងទាំងមូលនិងប្រជាជនទាំងអស់បានបាត់ទៅក្រោមស្រទាប់ផេះជម្រៅជាង6ម៉ែត្រនៅពេលដែលដើរនៅទីនោះអារម្មណ៍ដូចជាយើងកំពុងតែត្រឡប់ទៅកាន់អតីតកាលអញ្ចឹងដែរអ្នកនឹងឃើញផ្លូវថ្មដែលអាចដើរបានស្នាមកង់រទេះសេះបានបន្សល់ទុកនៅលើផ្លូវថ្មអាគារផ្ទះសម្បែងដែលអាចមើលឃើញរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅក្នុងផ្ទះខ្លះអ្នកនៅតែអាចឃើញផ្ទាំងគំនូរនៅលើជញ្ជាំងពណ៌នៅតែស្រស់ស្អាតទោះបីជាមានអាយុកាលជាង2000ឆ្នាំទៅហើយក៏ដោយក្តីសូម្បីតែហាងនំប៉័ងក៏នៅតែមានចង្ក្រានដុតនំប៉័ងជាដើមបងប្អូនទាំងអស់គ្នាចំណុចដែលធ្វើឲ្យភូមិភ័យល្បីល្បាញបំផុតនោះគឺរូបរាងមនុស្សនិងជាមួយសកម្មភាពចុងក្រោយរបស់ពួកគេដែលអាចនៅរក្សាទុកមកដល់សប្តាហ៍ថ្ងៃនេះបានដែលទាំងអស់នេះគឺជាលទ្ធផលក្រោយពីអ្នកបុរាណវិទូជីកកាយទីក្រុងនេះពួកគេបានរកឃើញប្រហោងនិងស្រទាប់ផេះបន្ទាប់មកពួកគេសាកល្បងចាក់ម្សៅគីមីម្យ៉ាងចូលទៅក្នុងប្រហោងទាំងនោះចេញជាលទ្ធផលពួកគេបានបង្កើតរូបរាងមនុស្សជាមួយនឹងសកម្មភាពពេលចុងក្រោយបំផុតនៃជីវិតរបស់ពួកគេមានមនុស្សខ្លះកំពុងតែរត់ខ្លះកំពុងតែអោបកូនខ្លះទៅកំពុងតែការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនហើយខ្លះទៀតកំពុងតែលុតជង្គង់សុំជីវិតក៏ប៉ុន្តែវាគ្រាន់តែជាទម្រង់នៃសកម្មភាពរបស់ពួកគាត់មុនពេលស្លាប់កាលពីជិត2000ឆ្នាំមុនមកម្ល៉េះប្រសិនបើបងប្អូនទាំងអស់គ្នាមានឱកាសមកកាន់ប្រទេសអ៊ីតាលីខ្ញុំសូមណែនាំមកទស្សនាទីក្រុងភូមិភ័យនេះម្ដងក្នុងជីវិតបងប្អូនទាំងអស់គ្នាមិនត្រឹមតែបានឃើញទីក្រុងបុរាណមួយតែប៉ុណ្ណោះទេប៉ុន្តែបងប្អូននឹងមានអារម្មណ៍ថាកំពុងតែដើរនៅក្នុងទីក្រុងមួយនៃប្រវត្តិសាស្ត្រដែលមានមនុស្សធ្លាប់រស់នៅអរគុណសម្រាប់ការទស្សនាមនុស្សហ្នឹងទៅ preserve មនុស្សហ្នឹងឲ្យខ្លាយទៅជាដុំថ្មហ្នឹងតែម្ដងហើយមើលគ្នានេះគ្នាខំប្រឹងទុកខ្លួនខំប្រឹងការពារកុំឲ្យខ្ទាតកំអែភ្នំភ្លើងត្រូវតែទីបំផុតនៅតែស្លាប់ទៅដែរ